បន្ទាប់ពីលក់6ម៉ាស៊ីនប៉ុង2របស់យើងចេញបាត់ឥឡូវខ្ញុំចង់មក review អំពីប្រភេទ4ម៉ាស៊ីនប៉ុង1ម្ដង4ម៉ាស៊ីនប៉ុង1នេះវាមានតម្លៃថ្លៃជាង6ម៉ាស៊ីនប៉ុង2ដោយសារតែវាមានលក្ខណៈស៊ីសាំងតិចជាងហើយការ design របស់វាមើលទៅរាង muscle car ហ្មងរាងសាច់ដុំធំហាប់មាំហើយកម្ពស់វាក៏ខ្ពស់ល្អដែរហើយចំពោះការ design ស្ទៀងមុខរបស់វាតាមមាញ់មែនប៉ុន្តែវាអត់ហួសសម័យទេកន្លែង7កាំងនេះធម្មតាវាប្រភេទស្ទៀងក្រហមអញ្ចឹងបើសិនជាយើងចង់ដូរគុជវាងាយស្រួលដែរដោយសារតែវា design មកវាមានលក្ខណៈមូលស្រាប់ហ្មងអញ្ចឹងពេលយើងដាក់គុជទៅយើងអត់ត្រូវការកាត់កែកន្លែងកាំងរបស់យើងនាំឲ្យខូចកាំងទេចំពោះខាងក្នុងវាក៏ស្អាតដែរដោយសារតែវាជាប្រភេទក្នុងលឿងហើយខាងក្នុងនេះយើងអាចអង្គុយបានចាប់ពី6នាក់ឬក៏5នាក់បើសិនជា5នាក់ទលាយហ្មងបើ6នាក់វារៀងអាចចង្អៀតតិចហើយចំពោះអេក្រង់វិញក៏វាមានប្រភេទយើងដូរជាប្រភេទអេក្រង់ Bluetooth ចំណុចមួយដែលគេអាចនិយាយការបែងចែកម៉ាស៊ីនត្រជាក់របស់វាភាពត្រជាក់របស់វានៅពេលដែលយើងបើកចង់ឲ្យត្រជាក់ខាងមុខគឺខាងមុខវាត្រជាក់ខាងមុខខ្លាំងមានន័យថាការចែកខ្យល់របស់វាចែកខ្យល់ល្អហ្មងនៅក្នុងប្រភេទ Land Highlander មួយនេះបាទហើយសម្រាប់ខាងក្នុងវិញសម្រាប់តកង់យើងអត់មានអីច្រើនទេមានតែសម្រាប់ដាក់ទឹកសុទ្ធឲ្យវាយអីវ៉ាន់តិចតួចភ្លើងដែលយើងឃើញភ្លឺតិចតិចនេះពេលថ្ងៃគឺវាមានលក្ខណៈបែបហ្នឹងប៉ុន្តែនៅពេលយប់ពេលខ្ញុំជាបទពិសោធន៍របស់ខ្ញុំបើកហើយវាភ្លឺជះគ្រប់កន្លកកលៀតដែលយើងត្រូវប្រើឧទាហរណ៍ថាយើងចង់ប្រើអានេះភ្លើងហ្នឹងក៏វាជះទៅក្នុងនឹងភ្លឺច្បាស់ដែរទៀតទេហើយកន្លែងនេះយើងចង់ឆ្លុះមុខក៏មានភ្លើងដែរ Land Highlander វាពិសេសជាងគេកន្លែងនេះវាមានដូច 400X ដែរវាមានកន្លែងដាក់ដៃអញ្ចឹងវាពេលយើងជិះឆ្ងាយអីយើងចុកដៃធម្មតាយើងកាន់ចង្កូតកាន់ចង្កូតលេខឬក៏យើងដាក់ដៃចេះវាចុកដៃអញ្ចឹងវាមានកន្លែងធ្វើដៃមួយស្រួលសម្រាប់ពេលយើងបើកមើលទៅមានផាសុខភាពហ្មងហើយប្រភេទក្នុងលឿងវាស្អាតថ្មីរហូតនៅតែថ្មីរហូតបងប្អូនអ្នកគ្នាអាចមើលជាក់ស្ដែងបានស្បែកពុកនេះអានេះយើងដេរថ្មីទេប៉ុន្តែយើងអាចពិនិត្យមើលកន្លែងនេះមានលក្ខណៈថ្មីហ្មងវាអត់ចាស់ដូចប្រភេទក្នុងប្រភេទទេបងប្អូនអ្នកគ្នាខ្ញុំភ្លេចប្រាប់កៅអីខាងនោះជាប្រភេទកៅអីកាច់ធម្មតាប៉ុន្តែប្រភេទខាងនេះជាប្រភេទកៅអីចុចកៅអីចុចអង្កលទៅមុខនេះគ្រាន់តែចុចប៉ុណ្ណឹងហើយសម្រាប់កដាលនេះក៏អាចសេរីឲ្យវាខ្ពស់ទៀតសម្រាប់កុំឲ្យយើងពេលបើកឆ្ងាយទៅចុកចង្កេះដែរពេលយើងទល់ខ្នងខ្លាំងយើងចុចតម្លាក់វាចូលក្នុងហើយដល់ពេលយើងចុកខ្នងយើងរុញវាឡើងមកលើវិញអូខេឥឡូវមកមើលខាងក្រោយម្ដងការចង់បានបោះអ្នកអង្គុយក្រោយអត់ចង់បានអីច្រើនតែសំខាន់ទី1កន្លែងដាក់កែវទឹកទី2ដាក់អីវ៉ាន់ញ៉ាំតិចតួចហ្នឹងហើយសម្លេងបាសអីក៏មានចែកមកខាងក្រោយដែរបាទហើយកន្លែងនេះក៏យើងដាក់របស់សំខាន់ដូចជាទូរស័ព្ទរបស់មានតម្លៃអីអញ្ចឹងណាពេលយើងជិះខាងក្រោយគេតោះទៅមើលគូតខាងក្រោយឥឡូវយើងមកមើលគូតខាងក្រោយនេះវិញគូតខាងក្រោយយើងឃើញថាវាមានលក្ខណៈធំខ្លាំងជាប្រភេទ SUV ចឹងហើយបងប្អូនទាំងគ្នាគូតខាងក្រោយវាមានលក្ខណៈធំដោយសារយើងត្រូវការដាក់អីវ៉ាន់ច្រើនបើសិនជាយើងជិះគ្នា6នាក់ហើយមានអីវ៉ាន់អាចមកដើរលេងខ្ញុំគិតថាគូតខាងក្រោយនេះប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយប៉ុន្តែបើសិនជាយើងដឹកអីវ៉ាន់អីច្រើនឬក៏មានរបស់ដែលវែងដូចជាតង់ឬក៏អីដែលវាវែងអញ្ចឹងយើងអាចកាច់កៅអីនេះមួយមកដាក់របស់វែងបានអាហ្នឹងក្នុងករណីយើងជិះក្នុងឡានហ្នឹងតែ3នាក់ដោយសារមានអ្នកអង្គុយកៅអីនេះមួយហើយអ្នកអង្គុយខាងមុខ2នាក់អញ្ចឹងយើងអាចដាក់អីវ៉ាន់បានច្រើនបន្ថែមទៀតបើសិនជាមានតែ2នាក់ប្តីប្រពន្ធវិញមានតែ2នាក់ប្តីប្រពន្ធហើយអីវ៉ាន់ច្រើនយើងត្រូវការដើរលេងច្រើនថ្ងៃឬក៏យើងដឹកអីវ៉ាន់អីច្រើនអញ្ចឹងទៅខ្ញុំណែនាំមួយទៀតបត់កៅអីមកទាំងអស់អញ្ចឹងហ្មងព្រោះអត់មានអ្នកអង្គុយក្រោយទេអញ្ចឹងអីវ៉ាន់កន្លែងនេះគឺវែងខ្លាំងមែនតើអាចនឹងប្រហែលជាកូន pick up មួយបងប្អូនអ្នកគ្នានេះអត់មានអីពិបាកទេបើសិនជាយើងចង់លើកវិញគ្រាន់តែលាក់មកក្លឹបជាប់មកហើយសម្រាប់ឡានដែលខ្ញុំលក់គឺជាទូទៅខ្ញុំអត់លក់ឡានបុកឡានប៉ះកលាប់កាត់តឬក៏ស្ងោដោពណ៌ធ្វើកញ្ចៅធ្វើបាតធ្វើថ្នាំអីទេបងប្អូនអ្នកគ្នាថ្នាំអាចជួសតិចតួចតែมันអាចបាញ់ទាំងស្រុងឬក៏ដឺមីមកជុំឯងយើងនិយាយចេះវិញស្រួលស្ដាប់ហើយចំពោះ spoiler ក៏យើងមានស្រាប់ឡានខ្លះមានទេកាងនេះជាទូទៅវាអាចបាក់កន្លែងនេះអាសាបាក់ជាងគេអាចនិយាយរួម4ជ្រុងហ្នឹងវាអាសាបាក់តែខ្ញុំរៀបចំមើលមកស្អាតហើយអស់លេងបងប្អូនអ្នកគ្នាអញ្ចឹងអីដែលខ្ញុំ review ថ្ងៃហ្នឹងវាខ្លីមែនប៉ុន្តែចង់ឲ្យបងប្អូនអ្នកគ្នាដឹងខ្លះពីឡានហ្នឹងកុំឲ្យតែដឹងថា Highlander ទិញតាមតែគ្នាអញ្ចឹងណាឲ្យដឹងថាការប្រើប្រាស់របស់វាមិនដែរការអង្គុយខាងក្នុងបានប៉ុន្មានអ្នកដាក់អីវ៉ាន់បានច្រើនអត់អញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាមានតម្រូវការចង់បានប្រភេទឡាន Highlander 4ម៉ាស៊ីនស៊ីសាំងតិចទៅផ្លូវឆ្ងាយផ្លូវចិត្តអត់ភ័យបារម្ភរឿងសាំងខ្ពស់ទាបដីក្លុកក្លាក់មិនក៏ជិះទៅបានខ្ញុំរីកមិនឡានមួយគ្រឿងនេះបងប្អូនអ្នកគ្នាហើយចំពោះតម្លៃវិញក៏ថ្លៃដែរតម្លៃតែ6-10កន្លះឯងសម្រាប់ឡាននៅអូសពីឃ្លាំងហើយមានការធានាត្រឹមត្រូវបងប្អូនអ្នកគ្នាចង់ធានាប៉ុន្មានក៏បានដែរសម្រាប់ឯកសារមួយជីវិតក៏បានដែរប៉ុន្តែសំខាន់ទៅលើម៉ាស៊ីនប្រអប់លេខខ្ញុំធានាជូន6ខែសម្រាប់ឡានមួយគ្រឿងនេះអត់មានតែគេធានាដូចខ្ញុំទេដោយសារតែឃ្លាំងខ្ញុំជាប្រភេទឃ្លាំងបើកថ្មីអញ្ចឹងខ្ញុំត្រូវការធានាឲ្យច្រើន
អត់ដើម្បីបងប្អូនទុកចិត្តខ្ញុំមកមើលឡាននៅកន្លែងខ្ញុំអញ្ចឹងណាអរគុណច្រើនបងប្អូនអ្នកគ្នា